ក្បួនដង្ហែរបស់អាណាចក្រអង្គរដែលធ្វើដំណើរទៅកាន់ព្រំដែនរវាងអាណាចក្រអង្គរនិងអាណាចក្រសៀមមិនទាន់ដល់ទីតាំងផងត្រកូលគ្រុឌក៏បានស្ទាក់តាមផ្លូវព្រះនាងអាណាចក្រអង្គរបានបញ្ជាឲ្យកងទ័ពនិងសិស្សសាលាមកពីសាលាផ្សេងៗធ្វើការប្រយុទ្ធតបដើម្បីទប់ទល់ជាមួយនឹងត្រកូលគ្រុឌចង់លួចវាឆ្មក់យើងផងមែនទេទៅងាប់ទៅព្រះនាងសិស្សសាលាទាំងនោះបែរជាស្ថិតនៅកម្រិតអមតៈទាំងអស់ខ្ញុំគិតថាមានអ្វីមិនស្រួលហើយពួកគេបានសម្លាប់កងទ័ពយើងអស់ជាច្រើនទៀតផងខ្ញុំដឹងហើយគេប្រកាសជាប្រើប្រាស់ថ្នាំបំផ្ទុះធម្មពលជាមិនខានឈប់វិប្រហារទៅយើងត្រូវរងចាំឲ្យថ្នាំនោះអស់ប្រសិទ្ធភាពសិនព្រះនាងកងទ័ពគ្រុឌបានដកថយហើយតើយើងត្រូវធ្វើអ្វីទៅតាមឬមួយក៏ចាំសិនកុំធ្វេសប្រហែសឲ្យសោះពួកគេប្រហែលជាដឹងថាយើងប្រើប្រាស់ថ្នាំបំផ្ទុះធម្មពលហើយគេប្រកាសជាចាំឲ្យធម្មពលរបស់យើងវិលដូចដើមវិញមិនខានអ្នកទាំងអស់គ្នាឆាប់ជួបជុំគ្នាដំណើរការផែនការទី2ផែនការទី2ត្រូវបានអនុវត្តមានន័យថាថ្នាំពណ៌កាឈូកចាប់ផ្ដើមអស់ធម្មពលហើយដូច្នេះដើម្បីឲ្យហោះបានមានតែប្រើប្រាស់ថ្នាំពណ៌ខៀវតែប៉ុណ្ណោះនេះគឺជាថ្នាំគ្រាប់ពណ៌ខៀវរបស់ព្រះអង្គម្ចាស់ហុងវាស្ថិតនៅកម្រិតឥតខ្ចោះលើវាទៅនឹងធ្វើឲ្យយើងមានស្លាប់អាចហោះបានឥឡូវនេះថ្នាំបំផ្ទុះធម្មពលរបស់ពួកគេអស់ប្រសិទ្ធភាពហើយកងទ័ពទាំងអស់គ្នាឆាប់វិប្រហារជាលើកទី2ដើម្បីជួយសង្គ្រោះព្រះអង្គម្ចាស់យើងទោះបីជាពួកឯងទាំងអស់គ្នាមានស្លាប់អាចហោះបានតែវាយ៉ាងម៉េចកងទ័ពទាំងអស់គ្នាឆាប់ចូលសម្លាប់ពួកគេទាំងអស់ទៅហងយើងដឹងថាឯងទៅប្លន់យកអាវុធរបស់យើងបាត់ហើយនោះគឺល្អណាស់ពេលឯងត្រឡប់មកវិញព្រះនាងរបស់ឯងនឹងនៅក្នុងដៃរបស់យើងពេលនោះឯងនឹងដោះលែងឪពុករបស់យើងដោយគ្មានលក្ខខណ្ឌអ្វីឡើយនៅក្នុងការវិប្រហារលើកទី2នេះសិស្សសាលាមកពីអាណាចក្រអង្គរបានធ្លាក់កម្រិតមកដល់កម្រិតទី10វិញប៉ុន្តែពួកគេបានប្រើប្រាស់ថ្នាំហោះហើរដើម្បីទប់ទល់ជាមួយនឹងកងទ័ពអាកាសរបស់ត្រកូលគ្រុឌព្រះនាងត្រកូលគ្រុឌតើនាងចង់យកយើងដូរជាមួយបិតារបស់នាងមែនទេដូច្នេះឆាប់តាមយើងមកតើនាងគិតថាខ្ញុំស្រួលបោកណាស់មែនទេគ្មានផ្លូវទេកងទ័ពទាំងអស់គ្នាឆាប់អនុវត្តផែនការទី2បង្កើតការវាយប្រហារមិននឹកស្មានថាព្រះនាងត្រកូលគ្រុឌនិងមេទ័ពព្រមទាំងកងទ័ពគ្រុឌទាំងអស់គ្នាបានរួមគ្នាបង្កើតទៅជាធម្មពលដ៏ខ្លាំងមួយពួកគេបានបង្កើតទម្រង់បិសាចគ្រុឌដ៏ធំព្រះនាងធម្មពលនេះគឺខ្លាំងពេកហើយពួកយើងមិនអាចទប់ទល់បានទេព្រះនាងគួរតែទៅមុនទៅសល់ប្រមាណទុកឲ្យពួកយើងទៅចោះទេខ្ញុំមិនអាចធ្វើបែបនោះបានទេអ្នកទាំងអស់គ្នាឆាប់អនុវត្តផែនការទី3ចូលទៅកាន់សំពៅរបស់ព្រះអង្គម្ចាស់ហងសំពៅនោះទៀតហើយមែនទេល្អឆាប់បំផ្លាញសំពៅនោះភ្លាមទៅក្រោយពីឡើងដល់សំពៅរបស់លោកគ្រូហងរួចសំពៅហោះក៏បានហោះយ៉ាងលឿនដើម្បីគេចខ្លួនប៉ុន្តែទម្រង់បិសាចគ្រុឌនោះក៏បានដេញតាមពីខាងក្រោយហ៊ានប៉ះពាល់សំពៅរបស់យើងផងពិតជាមិនស្គាល់ងាប់មែនស្រីអូនឆាប់ទៅចាប់ព្រះនាងគ្រុឌនោះមករីឯព្រះជាគ្រូត្រូវទៅចាប់មេទ័ពរបស់គេរីឯទម្រង់បិសាចគ្រុឌនោះទុកឲ្យខ្ញុំជាអ្នកចាត់ការទៅចោះចាស់លោកគ្រូ